បើកញ័រចូលមកក្នុងក្រុមទូកដូចជាខ្មោចអញ្ចឹងនាងបើកមកក្បែរទូកខ្ញុំនាងច្រត់ចង្កេះស្រែកខ្លាំងលៀងហៃរបស់របរនេះត្រូវតែចែកគ្នាគុំស្មានថាឯងអាចលេបត្របាក់សមុទ្រនេះតែវាមិនមែនជារបស់ផ្ទះឯងទេខ្ញុំសើចចំអកក្នុងចិត្តសំបីតែមើលមុខនាងក៏ខ្ញុំមិនសំបីតែសំណាញ់ក៏នាងចេះបោះដែរនៅចង់បានត្រីទៀតហេតើនាងចេះធ្វើអីខ្លះចេះបោះសំណាញ់ទេចេះមើលពណ៌ទឹកទេសំបីតែត្រីមុខមាត់យ៉ាងណាក៏នាងមិនដឹងផងមុខនាងឡើងក្រហមងាំងខឹងខ្លាំងណាស់នាងជន់ជើងខ្លាំងគុំមកមើលងាយគ្នាពេកប្រាប់ឲ្យដឹងចុះអ្វីក៏ខ្ញុំចេះដែរខ្ញុំជាលុតមាត់ជាមួយនាងខ្ញុំបញ្ជាឲ្យបើកទៅតំបន់ស្នូភ្លាមបោះសំណាញ់ទាញសំណាញ់ធ្វើម្ដងបានសម្រេចបោះសំណាញ់ម្ដងបានត្រី 4800 គីឡូបំបីកំណត់ត្រាទៀតហើយទុកលេខចុះពាក់កណ្ដាលលើក្បាលទុកពេញទៅដោយត្រីពណ៌មាសសំបីតែទីកន្លែងឈរក៏គ្មានដែរស៊ូហ្វានខំប្រឹងអស់មួយសន្ទុះបោះសំណាញ់រញ៉េញ៉ៃមិនជាប់គ្នាក៏លេចមិនចុះត្រីមួយក្បាលក៏មិនបានដែរខឹងរហូតជន់ជើងលើទុកជន់រហូតក្តារទុកខូចអស់ទុកចាស់របស់នាងអណ្ដែតចុះអណ្ដែតឡើងលើសមុទ្រដូចស្លឹកឈើជ្រុះអាម៉ាស់ខ្លាំងណាស់អ្នកគ្រប់គ្នាសើចចំអកគេនាំគ្នាចង្អុលមុខសើចដាក់គាត់សើចសប្បាយរីករាយគាត់បាត់បង់មុខមាត់អស់ហើយរត់ត្រឡប់មកច្រាំងវិញទាំងអាម៉ាស់មិនហ៊ានងើបមុខឡើយទឹកមុខគាត់មើលទៅគួរឲ្យអាណិតជាងយំទៅទៀតខ្ញុំមើលក្នុងគាត់ក្នុងចិត្តគិតថាសំមុខហើយចាំងតៅក្រវីក្បាលខ្សឹបថាគាត់អស់សង្ឃឹមហើយមិនចេះកាយខ្លួនឡើយខ្ញុំមិនតបអ្វីទេមនុស្សខ្លះមិនគួរឲ្យនិយាយជាមួយទេប្រមូលសំណាញ់ត្រឡប់ទៅវិញពេញទុកសុទ្ធតែត្រីថ្លឹងត្រីពេលត្រឡប់មកវិញត្រីខ្ញុំបាន 4800 បំបីកំណត់ត្រាភូមិត្រីរាប់រយឆ្នាំលេខនេះត្រូវបានសរសេរលើក្រដាសក្រហមបិទនៅក្តារខៀនមាត់កំពង់ផែអ្នកភូមិមកមើលគ្រប់គ្នាអ្នកភូមិអ៊ូអរខ្លាំងណាស់ដឹកផៅតាំងពីព្រឹករហូតដល់យប់សប្បាយជាងបុណ្យចូលឆ្នាំទៅទៀតខ្ញុំខ្លាចជាទេពត្រីសមុទ្រខាងកើតល្បីល្បាញគ្រប់ទីសំបីតែថ្នាក់ដឹកនាំស្រុកក៏ទូរស័ព្ទមកអបអរដែរចាំងតៅចុះចាញ់ទាំងស្រុងលែងហ៊ានជំទាស់ទៀតហើយគាត់ឈរក្នុងចំណោមហ្វូងមនុស្សដោយអន់មុខដូចក្មេងដែលធ្វើខុសតែមានស្នាមញឹមលើមុខជាស្នាមញឹមដែលធូរចិត្តគាត់យល់ហើយថារបស់ខ្លះមិនមែនដណ្ដើមយកបានទេខ្ញុំឈរលើវេទិកាដៃកាន់ពានរង្វាន់មើលទៅហ្វូងមនុស្សខាងក្រោមក្នុងចិត្តនិយាយថាប៉ាឃើញទេកូនមិនធ្វើឲ្យប៉ាខុសបំណងទេចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ឆៃមេតម៉ូតូទំនាក់ទំនងទូរស័ព្ទលេខសមុទ្រដែលប៉ាថែរក្សាពេញមួយជីវិតកូនបានថែរក្សាវាជំនួសប៉ាហើយចំណែកស៊ូហ្វានគេជាអ្នកណាគេគ្រាន់តែជាតួអង្គកំ pl ែងម្នាក់ប៉ុណ្ណោះមិនគួរឲ្យខ្ញុំមើលមួយភ្នែកឡើយមនុស្សខ្លះវាសនារស់នៅជាប់ក្នុងក្តីច្រណែននឹងការស្អប់របស់ខ្លួនឯងមិនអាចដកខ្លួនរួចឡើយពេលខ្ញុំលើកពានរង្វាន់ឡើងសម្លេងទេដៃអបអរសាទរបន្លឺឡើងមិនដាច់សោះចាំងតៅបានមកជួបខ្ញុំដោយឡែកមុខមាត់គាត់មើលទៅហត់នឿយណាស់កែវភ្នែកដែលធ្លាប់តែមុតស្រួចនោះពេលនេះនៅសល់តែភាពស្ងប់ស្ងាត់សម្លេងគាត់ស្អប់ដូចជាក្រដាសខ្សាច់កកិតអញ្ចឹងខ្ញុំចាញ់ហើយខ្ញុំព្រមទទួលស្គាល់ការពិតខ្ញុំលោភលន់ខ្ញុំអាក្រក់ខ្ញុំសុំតែគ្មានអ្វីសល់ក្នុងខ្លួនប៉ុន្មានឆ្នាំនេះខ្ញុំតែងតែគិតថាបើកាលនោះខ្ញុំមិនលោភលន់តើពេលនេះជីវិតខ្ញុំទៅជាយ៉ាងណាខ្ញុំមើលមុខគាត់ក្នុងចិត្តមានអារម្មណ៍ចម្រុះបើដឹងថាបែបនេះមិនគួរធ្វើបែបនោះតាំងពីដើមតែបើមនុស្សចេះកែខ្លួនគឺជារឿងល្អហើយគាត់មិនបានចាក់ចេញពីភូមិអ្នកនេសាទរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងភូមិរាល់ថ្ងៃគាត់ទៅនេសាទជាមួយគេយ៉ាងសកម្មលែងបង្កចំនួនលែងល្បិចកទៀតហើយអ្នកភូមិបន្តិចម្ដងក៏ចាប់ផ្ដើមទទួលយកគាត់ស៊ូហ្វានបាត់បង់ទីពឹងទាំងស្រុងខ្លាចជាមនុស្សដែលគេស្អប់ខ្ពើមក្នុងភូមិអ្នកណាក៏ស្អប់ដែរគ្មានអ្នកណាចង់និយាយជាមួយគាត់គ្មានអ្នកណាចង់លក់អីឲ្យគាត់ឡើយគាត់ស្អប់ខ្ញុំខ្លាំងណាស់តែធ្វើអ្វីខ្ញុំមិនបានដូចជាសត្វព្រៃដែលជាប់អន្ទាក់មានថ្ងៃមួយជួបគ្នានៅកំពង់ផែគាត់ខំមាត់សម្លឹងមុខខ្ញុំមុខមាត់គាត់ខឹងសម្បាខ្លាំងណាស់លីហៃកុំអាលអួតខ្លួនពេកឯងគិតថាឯងឈ្នះរហូតមែនទេប្រាប់ឲ្យដឹងចុះជីវិតមនុស្សមិនទៀងទេខ្ញុំមើលគាត់ដោយស្ងប់ស្ងាត់សម្លេងខ្ញុំស្ងប់ដូចផ្ទៃសមុទ្រឯងគួរតែគិតពីជីវិតខ្លួនឯងសិនទៅសូម្បីតែបាយហូបក៏មិនមានផងនៅមានចិត្តស្អប់ខ្ញុំទៀតគាត់ខឹងញ័រខ្លួនមុខឡើងក្រហមងាំងហើយក៏ដើរចេញទៅសម្លេងស្បែកជើងកែងដាវក្តុកស្ទើរតែដួលកាប់មុខទៅហើយខ្ញុំមើលក្នុងគាត់ដែលកំពុងដើរចេញទៅក្នុងចិត្តខ្ញុំមិនមានអារម្មណ៍អ្វីទាំងអស់ធ្វើអ្វីបាននឹងឯងនេះហើយជាលទ្ធផលនៃមនុស្សមើងងាយគេស្រុកយើងរៀបចំកម្មវិធីជ្រើសរើសសាច់ត្រីខ្ញុំជាប់ទាំង3ចំណុចចាប់ត្រីបានច្រើនជាងគេលក់បានច្រើនជាងគេជាបេក្ខជនតែម្នាក់គត់ដែលគេជ្រើសរើសគ្មានអ្នកណាជំទាស់ឡើយពិធីប្រគល់ពានរង្វាន់ធ្វើឡើងនៅទីលានកណ្ដាលក្រុងមនុស្សម្នារាប់ពាន់អ្នកមកទុំជាតិបង្ហើរប្រងព្រាតសម្លេងស្គ្រោកៀងកងរំពងអ្នកភូមិយើងមកទាំងអស់សូម្បីអ្នកភូមិចិត្តខាងក៏មកចូលរួមដែរខ្ញុំស្លៀកខោអាវថ្មីឡើងលើវេទិកាខ្ញុំលើកពានរង្វាន់ឡើងហើយនិយាយយ៉ាងខ្លាំងឲ្យអ្នកទាំងអស់គ្នាបានឮកិត្តិយសនេះជារបស់លោកតាជារបស់សមុទ្រនិងអ្នករកស៊ីតាមសមុទ្រទាំងអស់គ្នាពួកគេបានបង្រៀនខ្ញុំពីរបៀបរស់នៅជាមួយសមុទ្ររបៀបរកស៊ីចិញ្ចឹមជីវិតពីសមុទ្រតែងតែផ្ដល់សំណាងដល់អ្នកដែលស្មោះត្រង់នឹងវានិងស្អប់ខ្ពើមមនុស្សលោភលន់ចាំទុកថាមិនមែនអ្នកណាមានទុកធំរូបករណ៍ល្អជាងគេនោះទេដែលឈ្នះគឺអ្នកដែលយល់ពីសមុទ្រទើបឈ្នះអ្នកទាំងអស់គ្នាទេដៃអបអរសាទរមិនដាច់ពីមាត់
ខ្លះហៅខ្ញុំថាបងសមុទ្រខ្លះហៅថាស្ដេចត្រីតាំងពីពេលនោះមកតាំងទៅបានកែខ្លួនរស់នៅយ៉ាងស្ងប់ស្ងាត់កន្លះឆ្នាំគេពិតជាកែខ្លួនមែនគេក្រោកពីព្រលឹមរាល់ថ្ងៃទៅដល់កំពង់ផែមុនគេជូតទុកសម្អាតយ៉ាងស្អាតធ្វើការមិនដែលខ្ជិលមិនដែលរអ៊ូគេមករកខ្ញុំហើយសារភាពកំហុសដោយស្មោះភ្នែកគេឡើងក្រហមប្អូនសមុទ្រអរគុណដែលឲ្យឱកាសបងបើមិនមែនដោយសារប្អូនទេមិនដឹងថាបងទៅសុំទានគេនៅណាទេខ្ញុំមើលទៅគេដោយស្ងប់ស្ងាត់ក្នុងចិត្តមានអារម្មណ៍រំជួលចិត្តបន្តិចផ្លូវដែលបងដើរគឺបងជាអ្នកជ្រើសរើសដោយកែខ្លួនបានគឺល្អហើយជីវិតមនុស្សយើងតើអ្នកណាខ្លះមិនធ្លាប់ធ្វើខុសសំខាន់គឺដឹងកំហុសហើយចេះកែខ្លួនគាត់មកក្បាលទឹកភ្នែកក៏ស្រក់ចុះមកគាត់ក៏ងាកក្រោយទៅធ្វើការបន្តស៊ូហ្វានដើរនិយាយដាំខ្ញុំគ្រប់កន្លែងថាខ្ញុំលួចត្រីគេច្បោកគេថែមទាំងថាខ្ញុំដណ្ដើមទីតាំងត្រីគេថាខ្ញុំប្រើវិធីខុសច្បាប់ដើម្បីចាប់ត្រីថែមទាំងថាខ្ញុំមានក្នុងបង្អែកទៀតគាត់ជួបអ្នកណាក៏និយាយប្រាប់ធ្វើដូចជាមនុស្សឈួតអញ្ចឹងអាឈៀងខឹងខ្លាំងណាស់ដៃទាំងពីររបស់បងហើយក្តាប់ជាប់ណែងខ្ញុំទៅដោះស្រាយជាមួយវាស្រីឈួតម្នាក់នេះមិនវីមិនបានទេខ្ញុំខាត់គេទុកដោយទឹកមុខស្ងប់ស្ងាត់ទុកឲ្យគាត់និយាយទៅកាន់តែនិយាយកាន់តែគ្មានអ្នកជឿគាត់កាន់តែឈួតអ្នកដទៃកាន់តែគិតថាគាត់មានបញ្ហាផ្លូវចិត្តពិតមែនហើយអ្នកភូមិគ្មានអ្នកណាជឿគាត់ទេគ្រប់គ្នាដឹងច្បាស់ទីតាំងត្រីនៅសមុទ្រនេះគឺខ្ញុំយកជីវិតទៅរកឃើញជាអ្វីដែលប៉ាខ្ញុំថែរក្សាមកពេញមួយជីវិតពាក្យចាំអារាមរបស់ស៊ូហ្វានគ្មានន័យអ្វីទាំងអស់គ្មានប្រយោជន៍សូម្បីតែបន្តិចផ្ទុយទៅវិញធ្វើឲ្យគេមើលទៅគួរឲ្យអាណិតទៅវិញពេលឃើញថាការនិយាយដើមមិនបានផុតក៏គិតចង់រួមដៃជាមួយអ្នកភូមិក្រៅដើម្បីមកលួចទីតាំងត្រីខ្ញុំគាត់លួចតាក់ទងជាមួយអ្នកនេសាទពីភូមិផ្សេងថាគេនឹងនាំទៅរកទីតាំងត្រីដោយមានលក្ខខណ្ឌថាត្រូវបែងចែកត្រីពាក់កណ្ដាលពេលខ្ញុំទទួលបានដំណឹងនេះខ្ញុំក៏ញឹមចុងមាត់ដោយសំឡេងត្រជាក់ដូចទឹកកកឲ្យគាត់មកចុះមកដល់ហើយកុំសង្ឃឹមថានឹងបានត្រឡប់ទៅវិញខ្ញុំកំពុងតែរកឱកាសដោះស្រាយជាមួយគាត់ស្រាប់ស៊ូហ្វានមិនដឹងទេថាខ្ញុំបានរៀបចំផែនការទុកជារងចាំតែគាត់ធ្លាក់ចូលក្នុងអន្ទាក់ប៉ុណ្ណោះខ្ញុំបានដាក់កាមេរ៉ាសុវត្ថិភាពជុំវិញទីតាំងត្រីនិងរៀបចំមនុស្សដើម្បីល្បាតទាំងយប់ទាំងថ្ងៃគាត់ស្មានថាគាត់នឹងឈ្នះសុបិនទៅចុះសមុទ្រនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំជានិច្ចគាត់កាន់តែរើបំរាស់គាត់នឹងកាន់តែជួបទុក្ខវេទនាខ្ញុំប្រមូលកងទ័ពទុកប្រមូលអ្នកនេសាទទាំងអស់ក្នុងទៅឈរនៅកន្លែងខ្ពស់បំផុតលើកំពូលនិយាយឲ្យខ្លាំងឲ្យគ្រប់គ្នាស្ដាប់ពីច្បាស់ច្បាប់ទី1ហាម5ខុសច្បាប់ដាច់ខាតចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541អ្នកណាហ៊ានល្មើសនឹងត្រូវបណ្តេញចេញពីក្រុមទោះជាអ្នកធំមកពីណាក៏មិនលើកលែងដែរច្បាប់ទី2ចាប់បានប៉ុណ្ណាយកប៉ុណ្ណឹងមិនលោភលន់មិនបំផ្លាញទុកឱកាសឲ្យសមុទ្របានដកដង្ហើមខ្លះកុំធ្វើខ្លួនដូចអាតាំងដែលបំផ្លាញអនាគតកូនចៅច្បាប់ទី3សាមគ្គីនិងស្មោះត្រង់អ្នកក្បត់នឹងត្រូវអ្នកភូមិបោះបង់ចោលកុំសង្ឃឹមថានឹងរកស៊ីនៅសមុទ្រនេះបានទៀតគ្រប់គ្នាស្បោះសច្ចាសំឡេងលាន់ឬកងរំពងពេញកំពង់ផែរហូតដល់សត្វស្លាបផារត់អស់ស្មារតីអ្នកសមុទ្រនឹងស្ថិតស្ថេរជារៀងរហូតពេលនេះខ្ញុំជឿថាជីតានឹងប៉ាប្រកាសជាកំពុងញឹមខ្ញុំសម្លឹងទៅសមុទ្រខ្យល់ប្រៃបក់មកប៉ះមុខមានអារម្មណ៍ស្រួលណាស់ក្នុងចិត្តខ្ញុំខ្សឹបថាជីតាប៉ាខ្ញុំថែរក្សាសមុទ្រនេះបានហើយខ្ញុំថែរក្សាប្រលឹងសមុទ្រអ្នកទាំងពីរសម្រាប់ឲ្យស្ងប់ចុះចាប់ពីថ្ងៃនេះទៅសមុទ្រនេះមានច្បាប់មានវិន័យមានប្រលឹងចំណែកឯស៊ូហ្វាននាងលែងមានលទ្ធភាពធ្វើអ្វីបាននោះស្រីបែបនេះជីវិតនាងនឹងត្រូវរស់នៅក្នុងភាពងឹតជារៀងរហូតខ្ញុំងាកក្រោយដើរចេញដោយចំហរមុតមម3ឆ្នាំក្រោយមកកសិដ្ឋានសមុទ្រក៏កាត់ជារូបរាងចំណាយលុយរាប់ពាន់យន់សាងសង់ថ្មសិប្បនិមិត្តនៅបាតសមុទ្រផ្ទៃសមុទ្រពង្រីកបាន3ដងត្រីលឿងត្រីកំភ្លៀងហើយកាត់ថ្មប៉ព្រះទឹកជាហ្វូមផលនេសាទកើនឡើងជារៀងហ្វូមត្រីកាន់តែច្រើនឡើងភូមិនេសាទខ្លាយជាភូមិអ្នកមានគ្រប់ផ្ទះសង់ផ្ទះថ្មីទិញឡានថ្មីកូនចៅបានរៀនសាលាល្អគ្រប់គ្នាមានជីវភាពធូរធារលែងមានអ្នកណា5ខុសច្បាប់ទៀតហើយគ្រប់គ្នាដឹងពីសារៈសំខាន់នៃការថែរក្សាសមុទ្រពិតជាមានសន្តិភាពណាស់ដូចឋានស៊ូកអញ្ចឹងចាងតៅខំប្រឹងរកស៊ីនេសាទជីវិតមានភាពស្ងប់សុខរៀបការបានប្រពន្ធចិត្តល្អម្នាក់មានកូនមួយមុខមាត់គាត់ស្រស់ស្រាយជាងមុនគាត់កែខ្លួនបានទាំងស្រុងពេលខ្លះគាត់មកផឹកស្រាជាមួយខ្ញុំនៅកំពង់ផែរៀបរាប់ពីរឿងចាស់គាត់ខ្លួនឯងក៏មានអារម្មណ៍ខ្មាស់ហ៊ានដែរស៊ូហ្វានលួចខុបខិតជាមួយអ្នកភូមិក្រៅលួចត្រីត្រូវបានគេចាប់បានភ្លាមគេរឹបអូសទូករបស់គាត់ពីនៃជាប្រាក់យ៉ាងច្រើនថែមទាំងឃុំខ្លួន15ថ្ងៃទៀតគាត់អស់ខ្លួនរលីងមិនហ៊ានងើបមុខមើលអ្នកភូមិឡើយសូម្បីតែផ្ទះស្នាក់នៅក៏គ្មានត្រូវទៅដេកក្នុងរោងចាស់នៅមាត់ភូមិខ្ញុំឈរលើក្បាលទូកមើលហ្វូងត្រីពេញសមុទ្រពន្លឺថ្ងៃចាំងលើផ្ទៃទឹកភ្លឺភ្លេចខ្ញុំខ្សឹបថាលោកតាលោកប៉ាសមុទ្របានផ្ដល់ផលឲ្យខ្ញុំហើយអ្នកទាំងពីរឃើញទេសមុទ្រនេះមានជីវិតឡើងវិញហើយខ្យល់សមុទ្របក់មកធ្វើឲ្យទឹកភ្លឺភ្លេចដូចកំពុងញឹមដាក់ខ្ញុំច្រើនឆ្នាំក្រោយមកខ្ញុំនៅតែបើកទូកចាស់នោះចេញសមុទ្ររាល់ព្រលឹមម៉ាស៊ីនបាញ់ផ្សែងខ្មៅចង្កូតរុំស្កុតថ្នាំលាបទូកក៏របស់អស់តែខ្ញុំមិនដូរទេនេះជាស្គររបស់ខ្ញុំជាប្រលឹងរបស់ខ្ញុំជាអ្វីគ្រប់យ៉ាងដែលប៉ាទុកឲ្យចិត្តមិនដែលផ្លាស់ប្ដូរខ្ញុំនៅតែក្រោកម៉ោង3ទៀបភ្លឺរាល់ថ្ងៃម៉ោង4ចេញសមុទ្រមើលពណ៌ទឹកមើលទីខ្យល់គុណមើលចំណូលដោយការប៉ានៅមានជីវិតសមុទ្រនេះប្រៀបដូចជាផ្ទះរបស់ខ្ញុំបិទភ្នែកក៏ខ្ញុំអាចបើកបានដែរស៊ូហ្វានលេងអាចរស់នៅក្នុងភូមិបានទៀតហើយសម្លៀកបំពាក់គាត់រហែកសក់ក្បាលរញ៉េញ៉ៃមុខមាត់ប្រឡាក់សុទ្ធតែភពយូរកញ្ចប់ខោអាវចាស់ដើរចេញពីភូមិអ្នកនេសាទទាំងអាម៉ាស់ដូចឆ្កែវង្វេងដែលគេដេញចេញពេលដើរកាត់កំពង់ផែគេឃើញក្នុងភ្នែកខ្ញុំពោពេញដោយកំហឹងដូចជាភ្លើងកំពុងឆេះសន្ធោសន្ធៅសំឡេងគេស្អប់ដូចសំឡេងចេញពីភ្នូ
អ្នកនឹងស្ទាយក្រោយអ្នកនឹងមិនស្លាប់ល្អទេខ្ញុំសម្លឹងមើលគេដោយស្ងប់ស្ងាត់សម្លេងមិននៅខ្លាំងទេតែគ្រប់ម៉ាត់សុទ្ធតែធ្ងន់ដូចញួរវីចំលើបេះដូងគេសមុទ្រនេះនឹងស្ដាប់បង្គាប់ខ្ញុំជារៀងរហូតមនុស្សអាត្មានិយមចុងក្រោយគឺគ្មានអ្វីទាំងអស់ស្ថានភាពអ្នកនៅថ្ងៃនេះគឺជាលទ្ធផលនៃការជ្រើសរើសរបស់អ្នកមុខគេស្លេកស្លាំងបបោមាត់ញ័រទឹកភ្នែកក៏ស្រក់ចុះគេក៏បែកខ្នងដើរចេញរូបរាងគេមើលទៅគួរឲ្យអាណិតបាត់ស្រមោលនៅចុងដីគោកមិនដែលត្រឡប់មកវិញទៀតទេខ្ញុំសម្លឹងមើលទៅសមុទ្រសម្លេងខ្ញុំស្ងប់ស្ងាត់និងមានអំណាចដូចកំពុងនិយាយទៅកាន់ប៉ាដូចកំពុងនិយាយទៅកាន់ជីតាដូចកំពុងនិយាយទៅកាន់សមុទ្រនេះខ្យល់សមុទ្របក់មកពន្លឺមាសចែងចាំងផ្ទៃសមុទ្រចាំងផ្លាតដូចពស់មាសរាប់ពាន់ក្បាលកំពុងរាំខ្ញុំបើកទូកចេញទៅសមុទ្រកាត់រលកទៅមុខមិនដែលងាកក្រោយទៀតឡើយ ចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimet Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541